ខណៈសង្គ្រាមនៅតំបន់កាហ្សានៅតែបន្តកម្មវិធីស្បៀងអាហារពិភពលោកបានប្រមានថាស្តុកស្បៀងអាហារនៅក្នុងតំបន់កាហ្សាគឺបានអស់ហើយទីភ្នាក់ងារនេះបានអស់ស្តុកស្បៀងនៅក្នុងតំបន់កាហ្សាស្ទ្រីបខណៈដែលអ៊ីស្រាអែលបានរារាំងជំនួយជាច្រើនសប្តាហ៍មកហើយមន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក World Food Program បាននិយាយកាលពីថ្ងៃសុក្រថាពួកគេបានដឹកជញ្ជូនការផ្គត់ផ្គង់ដែលនៅសល់ចុងក្រោយទៅកាន់ផ្ទះបាយដែលបម្រើអាហារក្តៅទាហានអ៊ីស្រាអែលបានបិទលំហូរការផ្គត់ផ្គង់ជំនួយចូលទៅក្នុងតំបន់កាហ្សារយៈពេល78សប្តាហ៍អ៊ីស្រាអែលបានបន្តការវាយប្រហារនៅថ្ងៃទី18ខែមីនាបន្ទាប់ពីការចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ជាប់គាំងក្នុងនោះការផ្គត់ផ្គង់ស្បៀងអាហារនិងថ្នាំពេទ្យបានថយចុះយ៉ាងខ្លាំងចាប់ពីពេលនោះមកអ៊ីស្រាអែលក៏បានបើកការវាយប្រហារតាមអាកាសនៅទូទាំងតំបន់កាហ្សាជាថ្មីទៀតកាលពីថ្ងៃសុក្រអាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថាមនុស្សជាង80នាក់ទៀតបានស្លាប់ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះដែលបង្កើនចំនួនអ្នកស្លាប់គិតចាប់តាំងពីថ្ងៃទី18ខែមីនាដល់ជាង2000នាក់មន្ត្រី WFP បាននិយាយទៀតថាហាងនំប៉័ងទាំងអស់ដែលពួកគេកំពុងជួយឧបត្ថម្ភបានបិទត្រឹមថ្ងៃទី31ខែមីនាពួកគេនិយាយថាតម្លៃអាហារបានកើនឡើងដល់ទៅ1400% ចាប់តាំងពីខែមករាមកនៅពេលដែលបទឈប់បាញ់បានកើតមានកម្មវិធីស្បៀងអាហារពិភពលោកនិយាយទៀតថាខ្លួនបានត្រៀមជាស្រេចក្នុងការផ្គត់ផ្គង់ជំនួយស្បៀងអាហារគ្រប់គ្រាន់ដើម្បីផ្ដល់ទៅដល់មនុស្ស1លាននាក់ក្នុងតំបន់កាហ្សាសម្រាប់រយៈពេលរហូតដល់4ខែមន្ត្រីបានជំរុញឲ្យគ្រប់ភាគីទាំងអស់អនុញ្ញាតជាបន្ទាន់ឲ្យមានលំហូរជំនួយចូលទៅកាន់តំបន់ហ៊ុំព័ទ្ធមួយនេះឡើងវិញ